កូនសម្លាញ់ជីវិតដែលកើតនៅលើโลกនេះរមែងតែងតែមាននៅចិត្តមโนសញ្ចេតនាឬក្តីស្រឡាញ់ជាមិនផុតឡើយមិនថាមនុស្សឬសត្វជាប្រក្តីការដែលមានចិត្តរំភើបនិងសញ្ចេតនាលើភេទពីរផ្ទុយគ្នាគឺជារឿងធម្មជាតិដែលបានកំណត់តាក់តែងមកដូចគ្នាឲ្យតែពេលវេលាដល់រូបរាងកាយលូតលាស់ធំពេញវ័យហើយនោះមនុស្សប្រុសស្រីសត្វញីឈ្មោលរមែងតែមានចិត្តគិតគួចលួចប្រតិព័ទ្ធចាប់ចិត្តស្រឡាញ់គិតខ្នែខ្នាញ់ខ្នក់ក្នុងចិត្តចង់មានដៃគូរួមរស់ជាគូមេត្រីគឺជាចិត្តរំភើបសញ្ចេតនាដែលមានលើគ្រប់វិស័យនៃជីវិតគ្រប់គ្នាមិនអាចនឹងប្រកែកបានឡើយមើលចោះសត្វបក្សាបក្សីជ្រូកគោក្របីមន្ទីបណ្ដល់ពេលវេលាវាហើយវាតែងតែស្រែករូគៀងគូឈ្មោះញីជាសញ្ញាប្រាប់ថាវាចង់មានគូរួមរះមេត្រីយ៉ាងណាមិញសភាវៈនៃសត្វគឺមានតែចិត្តរំភើបដោយគ្មានការពិចារណាទៅលើជីវិតនៃការរស់នៅឡើយពោលគឺវាបណ្ដោយទៅតាមច្បាប់នៃធម្មជាតិដោយមិនមានការខ្មាស់អៀននិងគ្រប់គ្រងចិត្តដើម្បីចង់រក្សាទុកនូវសេចក្តីថ្លៃថ្នូរឬចង់ចាំនៅឱកាសសមគួរណាមួយឡើយឲ្យតែវាគិតថាវាមានចំណង់សត្វគឺនឹងធ្វើតាមចំណង់ឬបំណងរបស់វាដោយមិនមានការលាក់លៀមអ្វីឡើយផ្ទុយទៅវិញមនុស្សយើងណាកូនគឺខុសពីសត្វទោះបីជារូបរាងកាយរបស់កូនលូតលាស់ធំពេញវ័យកូនប្រុសស្រីចូលដល់វ័យរៀបការអាចរួមរស់បង្កើតគ្រួសារបានហើយក្តីកូនត្រូវចាំថាមនុស្សយើងគឺខុសពីសត្វគឺមានការចេះខ្មាស់អៀនចេះគ្រប់គ្រងចិត្តដើម្បីរក្សាបាននូវកិត្តិយសសេចក្តីថ្លៃថ្នូរនិងចេះចាំនៅឱកាសដើម្បីរៀបចំខ្លួនឲ្យមានជីវិតដែលអាចជឿជាក់ថាខ្លួនបានត្រៀមរួចរាល់ក្នុងការបង្កើតគ្រួសារមួយដែលអាចរួមរស់មាននូវសេចក្តីសុខសប្បាយនិងមាននូវសុភមង្គលក្នុងគ្រួសារមួយនោះប្រកបដោយការទទួលខុសត្រូវលើសពីនេះគឺរក្សាបាននូវតម្លៃផ្ទាល់ខ្លួនគ្រួសារនិងសង្គមជាតិកូនប្រុសកូនស្រីមានឪពុកក្នុងនាមកូនជាកូនខ្មែរដូចគ្នាកូនត្រូវចេះស្រឡាញ់ថែរក្សាតម្លៃឲ្យគ្នាទៅវិញទៅមកកុំឡើយមានគំនិតបង្កើតនៅទំនាក់ទំនងកេងចំណេញជាពិសេសទង្វើកូនប្រុសទៅលើកូនស្រីជាដើមការដែលកូនយកចំណេញខ្លួនប្រាណលើកូនស្រីបានហើយកូនគិតថាជារឿងអស្ចារ្យប៉ុន្តែកូនកុំភ្លេចថាកូនក៏មានម្ដាយមានបងប្អូនជាស្រីដែលកូនគួរតែគោរពនិងឲ្យតម្លៃដោយឡែកកូនស្រីមានឪពុកកូនក៏គួរគប្បីជាក្មេងស្រីដ៏ឆ្លាតវាងវៃនិងងាយបណ្ដោយខ្លួនឲ្យអ្នកណាមកជន់ឈ្លីមុនពេលកូនទទួលបានការស្លាពីគេឡើយបើកូនស្រីមានឪពុករក្សាបានគឺកូននឹងរក្សាបាននូវតម្លៃខ្លួនកូនផងហើយក៏រក្សាបាននូវតម្លៃម្ដាយរបស់កូនផងជាពិសេសគ្រួសារយើងនឹងមាននូវសុភមង្គលព្រោះកូនមានភាពស្មោះត្រង់នឹងឪពុកម្ដាយហើយសង្គមជាតិយើងក៏ពោរពេញទៅដោយសេចក្តីស្រឡាញ់រាប់អាននិងមានសេចក្តីសុខផ្លូវចិត្តគ្រប់គ្នាកូនប្រុសកូនស្រីត្រូវចាំថាដើម្បីកសាងសុភមង្គលបានកូនប្រុសស្រីត្រូវតែមានចំណេះចេះដឹងយល់ខុសត្រូវតាមភារកិច្ចរបស់កូននិងខិតខំរៀនសូត្រឲ្យមានជំនាញដើម្បីធ្វើការរកស៊ីចិញ្ចឹមជីវិតគ្រួសាររបស់កូននៅថ្ងៃអនាគតមនុស្សយើងណាកូនគឺខុសពីសត្វឆ្ងាយណាស់កូនសត្វខ្លួននៅរកព្រឹកស៊ីល្ងាចមិនខ្វល់ដោយមនុស្សទេមនុស្សយើងត្រូវចេះរកស៊ីនិងចេះទុកដាក់ចិញ្ចឹមគ្រួសារជាអំណរដ៏ធ្ងន់មិនងាយស្រួលនោះឡើយហេតុដូចនេះកូនត្រូវតែចេះគ្រប់គ្រងចិត្តរបស់កូនដើម្បីឲ្យកូនអាចសម្របខ្លួននិងប្រព្រឹត្តតាមគន្លងនៃជីវិតឲ្យបានត្រឹមត្រូវគឺថាកើតមកត្រូវប្រឹងរៀនរស់ឲ្យមានជីវិតហើយត្រូវតែខិតខំរៀនសូត្រក្រេបយកចំណេះជំនាញទុកដាក់ក្នុងខ្លួនសិន ក
ក្រោយពីមានចំណេះជំនាញហើយត្រូវចេះរកស៊ីមានមុខរបរចិញ្ចឹមខ្លួនឲ្យរស់សិនចាំកូនគិតគូររកគូស្នេហាដើម្បីរៀបការកសាងគ្រួសារមួយដ៏មានសុភមង្គលបានបើកូនគ្រប់គ្រងចិត្តមិនបានដែលជាមានស្នេហាក្នុងវ័យសិក្សានោះតើកូនមានសមត្ថភាពចំណេះដឹងពីណាដើម្បីចិញ្ចឹមគ្រួសារកូននាពេលអនាគតឬកូនគិតថាសុំលុយពីពុកម៉ែទៅចិញ្ចឹមប្រពន្ធកូនឲ្យបានរស់ទៀតកូនសម្លាញ់បើកូនគិតមិនធ្លុះរឿងនេះទេកូនមិនខុសអ្វីពីសត្វផងនោះដែលមិនចេះពិចារណាធ្វើអ្វីៗទៅតាមតម្រេនៃចិត្តសញ្ចេតនាគ្មានការពិចារណាឲ្យសមកំណត់ជាមនុស្សសោះនោះឡើយកូនប្រុសស្រីត្រូវចាំថាជីវិតត្រូវតែធ្វើតាមលំនាំគឺរៀនរករួចរៀបការទៅគ្រួសាររស់រីករាយពុកមិនខៀខាំងកូនទេសូមតែកូនប្រុសស្រីពិចារណាដើម្បីឲ្យជីវិតកូនរស់នៅថ្ងៃអនាគតបានរីករាយផងចុះ